chơi ta chạy đăng bay chỉ bằng đằng sẹt rửa ở lâu ban là muôn sờ lanh ban là muôn trong ban là muôn bây giờ nạp po là bây giờ rửa ở chơi ta ngay tay đăng nát cột đăng hay cột là slide chun nè đâm bay đăng đằng sẹt anh ấy các bạn chỉ sật bắt cột chỉ chạm tiền sật bắt cột cóใคร บัด บอง គេ ទៅ យុះ នឹង សេចក្តី ថ្លៃ ថ្នូរ ប៉ុន្តែ គាត់ អត់ ខ្លាច បាត់ លុយ ថវិកា ជាតិ ដែល រាជរដ្ឋាភិបាល ទម្លាក់ មក ដើម្បី ឲ្យ មាន ការ អភិវឌ្ឍ ភូមិ ឃុំ ទេ ណា តែ ពី កិត្តិយស គឺ ខំ ការ ពី កិត្តិយស និង សេចក្តី ថ្លៃ ថ្នូរ តែ កុំ ភ្លេច ជួយ ការ ពី លុយ រដ្ឋ ផង ការ ពី លុយ ជាតិ ផង រាជរដ្ឋាភិបាល ទម្លាក់ លុយ មក ច្រើន ណាស់ សូម្បី តែ អ្នក កសែត មួយ ចំនួន មិន ដឹង ផង ថា រាជរដ្ឋាភិបាល ទម្លាក់ មក ប៉ុន្មាន មិន ដឹង ទេ អត់ ដឹង ក្នុង មក ឃុំ ច្រើន តាម ទូរលេខ គឺ 10 ដឹង ច្រើន គាត់ ឲ្យ លុយ ធ្វើ ផ្លូវ មិន ក្រោម មួយ ឆ្នាំ មិន ក្រោម 400 លាន ទេ យ៉ាង តិច ឥឡូវ នេះ វា ការ ឡើង មិន តិច ក្រោម 400 លាន ទេ នេះ ក្នុង តែ វិស័យ ធ្វើ ផ្លូវ ទេ ខ្ញុំ និយាយ ធ្វើ ផ្លូវ ទេ 400 ទៅ 700 លាន ក្នុង មួយ ឆ្នាំ ទៅ មួយ ឆ្នាំ ពេល ខ្លះ ប្រជាពលរដ្ឋ ដឹង ទេ ដល់ ពេល ឥឡូវ ប្រជាពលរដ្ឋ គាត់ ចាប់ 10 ជុំ ស្មាន តែ រដ្ឋាភិបាល មិន ទម្លាក់ លុយ ទេ ចឹង ទម្លាក់ លុយ មក កណោ ហើយ ឃើញ ថា ពេល ខ្លះ ឃើញ ថា អី ឃើញ ថា មិន តិច ពេល ខ្លះ ចឹង មក ចែក ឲ្យ ចែក គ្នា ចាយ ចឹង ហើយ អ្នក កសែត ផ្សាយ ទៅ ថា អ្នក កសែត ហ្នឹង វា បំពោ សង្គម បំពោ ចឹង មិន បើ ខ្ញុំ ទទួល បាន ពី ប្រជាពលរដ្ឋ ចឹង សូម បក ផ្សាយ បំភ្លឺ ទៅ ហើយ លុយ នោះ ឃុំ មិន បាន ប្រមាណ ទេ បង ប្រដាប់ ដឹង លុយ ឃុំ គ្នា រក គ្រប់ មិន បាន អី ប្រមាណ ទេ កុំ ឲ្យ ត្រូវ មាត់ គេ ទៀត បាន ហ្នឹង បើ មិន ទទួល កម្រង គេ ឲ្យ បើ មិន បើ ដឹង គេ ខុស ខិត ឲ្យ បើ មិន ទទួល ខុស គេ ប្រដឹង ឃុំ ទៅ ទៀត អញ្ចឹង ឃុំ ទទួល ទាំង ទឹកភ្នែក ទឹក ស្បោ ទៅ ពេល ខ្លះ ជា ម្ចាស់ កម្រង ជា ម្ចាស់ លុយ បាន ត្រឹម តែ អោប ទឹកភ្នែក ទឹក នេះ ឃុំ មួយ ចំនួន បើ តម្លៃ កាប់ ចាក់ វា មិន អី ទេ តម្លៃ ខុស ខិត ទៅ ក្រុមហ៊ុន 10 20 ក្រុមហ៊ុន ដាច់ 13 ក្រុមហ៊ុន ទេ កាយ ប្រមាណ យក ទឹក តែ ចាច់ ឲ្យ ចាយ ហើយ ខ្ញុំ និយាយ នេះ គឺ ថា ដូច ខ្ញុំ និយាយ គាត់ និយាយ ឲ្យ ទៅ យើង និយាយ ឲ្យ ទៅ អញ្ចឹង នៅ ថ្ងៃ ទី 28 នេះ គេ ថា ច្បាស់ ណា ទោះ ជា យ៉ាង ណា ចាប់ រហូត ដល់ គុក ដល់ បាន ហើយ ចាប់ គឺ ចាប់ មិន ដោះស្រាយ មក គឺ ចាប់ ដាក់ គុក បង ខ្ញុំ ដឹង ណា ហើយ បងប្អូន យើង ថា មក ចូល ទេ ហោ អ្នក ណា គេ ប្រាប់ ទៅ ហោ កុំ ចូល ចូល គេ ចាប់ ខ្ញុំ ត្រូវ តែ ចូល ខ្ញុំ ជា បរិយាកាស ច្បាប់ តឡាការ ឲ្យ ខ្ញុំ ទៅ ខ្ញុំ ចូល តា ព្រោះ គាត់ ជា មន្ត្រី តឡាការ ផ្នែក ច្បាប់ ចឹង ហើយ ទី 3 ខ្ញុំ រតនា ទេ រតនា ទេ រត់ ចូល ហើយ បើ គុក ក៏ គុក ទៅ ចាស់ អត់ អី ទេ ហើយ ខ្ញុំ នឹង ធ្វើ វីដេអូ មួយ ចំនួន ដែល ខ្ញុំ ទទួល បាន ប្រភព ព័ត៌មាន ខ្ញុំ ទទួល បាន ច្បាស់ លាស់ នៅ បងប្អូន ខ្ញុំ សូម ស្លាយ ប៉ុណ្ណឹង ហើយ តាម ដាន ទៀត ទៅ តាម ដាន គ្នា សិន ខ្ញុំ តាម ដាន ខ្ញុំ មិន ទាន់ តា ទេ បើ ស្អី គេ ចាប់ ដាក់ គុក ណា ចាប់ ទៅ ខ្ញុំ ក្បត់ ទេ ហើយ បាច់ គម្រាម ខ្ញុំ ទេ តែ គម្រាម ទៅ ស្អី បើ ខ្ញុំ ផ្សាយ តែ ព័ត៌មាន ខ្ញុំ ទទួល បាន បើ ច្បាស់ ខ្ញុំ ផ្សាយ មិន ចឹង បើ តា បើ តាម សកា ឬ បើ តាម ច្បាប់ មិន ចាប់ ដាក់ គុក បាន តែ បើ ថា អំណាច អាច ចាប់ បាន អញ្ចឹង បងប្អូន យើង មិន ដឹង មិន ដឹង ថា មិន ដឹង ឥឡូវ នេះ តម្រុយ ដែល យើង ទទួល បាន គឺ មន្ត្រី សាលា ខេត្ត ហ្នឹង ក៏ មិន ដឹង មន្ត្រី រូប ណា ឬ ក៏ មេធាវី របស់ សាលា ខេត្ត ហ្នឹង យើង មិន ដឹង តែ ដឹង មន្ត្រី នៅ សាលា ខេត្ត ហ្នឹង ហ្នឹង ហើយ អត់ អី អាគេ មេ អាគេ មេ ប្រាប់ នេះ មើល ថត ចាត់ ការ នេះ មក អាគេ មេ ខ្មែរ អាគេ មេ នៅ ផ្ទះ ព្រុស ហ៎ មើល ថែ ផ្ទះ ផង ផ្ដែ ផ្ដាំ ឆ្កែ ហើយ ណា មាន 4 ក្បាល ទេ អានេះ មិន ដែរ មើល ទឹក នេះ ជើ ចុយ អី កុំ ដាក់ លេខ ពេក កុំ លេខ ទឹក ពេក ណា លើ អត់ ហើយ បាយ សាច់ ឈ្មោល មី ស្រី តែ មួយ តែ មួយ ទេ លើ អត់ 2 ហ៎ 2 ហ្នឹង ហើយ នៅ ផ្ទះ យ៉ាង ខ្លះ 2 ឆ្នាំ ពេញ ងាប់ អស់ ណា សង្ស័យ ហ៎ ចូល គុក 2 ឆ្នាំ 2 ឆ្នាំ 3 ឆ្នាំ មិន ចាំ ចាស់ វិញ មក អើយ យ៉ា ហើយ ទៅ តែ មិន បើ គេ ចង់ ចាប់ យើង ចាប់ ទៅ សិត របស់ គេ តា យើង ខ្វាយ ខ្វាយ ឲ្យ មួយ យើង ស្រែក ក៏ ចាប់ មិន ស្រែក ក៏ ចាប់ ទៅ ខ្លាច សុំ ទោស ទៅ មិន ព្រោះ អត់ មាន ហេតុ ផល អី ត្រូវ សុំ ទោស ព្រោះ អត់ ទាន់ បង្ហាញ
គេហៅថាហេតុផលណាមួយខ្ញុំសុំទោសប៉ុណ្ណឹងបង្ហាញមកថាហេតុអ្វីបានជាខេត្តមិនទទួលសំណើពីរដ្ឋបាលឃុំជ្រេះពាក់ព័ន្ធបញ្ហាដេញថ្លៃឡើងវិញដែលសាលាឃុំជ្រេះដាក់ចូលនៅថ្ងៃទី28នោះលេខ00528សចរចុះថ្ងៃទី28មើលថ្ងៃត្រូវអត់ថ្ងៃនោះមើលត្រូវអត់ខ្ញុំមើលណាហ៎មើលនេះមិនសិនមើលនេះវ៉ាសៃខុសនេះជំរាបជូននៃរដ្ឋបាលខេត្តស្វាយរៀងឥឡូវអានហ្នឹងមកណាជំរាបជូនរដ្ឋបាលខេត្តស្វាយរៀងលេខ047 25សចនថ្ងៃអង្គារពីទី10កើតខែពិសាខឆ្នាំអាសាញ់ពុរសករាជ2568ស្វាយរៀងចុះថ្ងៃទី6ខែឧសភាជំរាបមកលោកមេឃុំជ្រេះស្រុកចន្ទ្រីខេត្តស្វាយរៀងកម្មវត្ថុស្ដីពីការទទួលស្គាល់លទ្ធផលដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឃុំជ្រេះមូលនិធិឃុំជ្រេះយើងលិខិតលេខ007សសរចុះថ្ងៃទី27ខែតុលាឆ្នាំ2017របស់ក្រសួងមហាផ្ទៃសេចក្តីបំភ្លឺព័ត៌មានលេខ004 25សចនចុះថ្ងៃទី28ខែមេសាឆ្នាំ2025របស់រដ្ឋបាលឃុំជ្រេះលិខិតលេខ005អូ25មិន28ណាខុសនេះលិខិតលេខ005 25សចនចុះថ្ងៃទី28ខែមេសាឆ្នាំ2025របស់រដ្ឋបាលឃុំជ្រេះស្ដីពីស្នើសុំដេញថ្លៃគម្រោងមូលនិធិឃុំឡើងវិញកំណត់ហេតុប្រជុំនៅថ្ងៃទី30ខែមេសាឆ្នាំ2025នៅសាលាខេត្តស្វាយរៀងនេះអានឲ្យចប់តបកម្មវត្ថុនឹងយោងខាងលើសូមជម្រាបជូនលោកមេឃុំជ្រេះនិងរដ្ឋបាលនិងប្រជាប្រធានគណៈកម្មាធិការប្រធានគណៈកម្មការលទ្ធកម្មឃុំជ្រេះណាជ្រាបថាលទ្ធផលនៃការដេញថ្លៃគម្រោងមូលនិធិឃុំជ្រេះកាលពីថ្ងៃទី25ខែមេសាឆ្នាំ2025លើគម្រោងជួសជុលផ្លូវក្រាបថ្មបំបែកប្រវែង2300ម៉ែត្រទទឹង6ម៉ែត្រកម្រាស់ 0.5 ក្រាបថ្មបំបែក5ម៉ែត្រណាផ្លូវយើង6ម៉ែត្របណ្ដាក្រាបថ្មបំបែកតើ5ម៉ែត្រទេណាដល់ណាបាត់ហើយរតនាបាត់ហើយនឹងកម្រាស់ 0.15 ម៉ែត្រតម្លៃប៉ាន់ស្មាន300 8 លាន 8 សែន 800,065 រៀល 300 លានជាងណាថ្មបំបែកក្រាបថ្មបំបែក2គីឡូជាងហ្នឹងគឺដែលចំណាយថវិកាអស់300អស់ចាំតិចនេះតម្លៃប៉ាន់ស្មានទេណាក្រុមហ៊ុនចំនួន3ចូលរួមដេញថ្លៃលទ្ធផលក្រុមហ៊ុនបុនឋានសំណង់កូនខ្មែរឯកតជនបានដាក់សំណើដេញថ្លៃទៀតក្នុងការដេញថ្លៃតាមពិនិត្យរបស់គណៈកម្ម